ai đọc ý chiến gần mà đỏ vẫn là dương ăn đằng thà cặn này ná đi dương xong bây dương su bê bê này đâu đằng thà ăn đằng này ná khi lẹ ngã đâu mà nâng á mà chụp cắt coi tuôn mộng trong nhầm cắt su khi ông ta mày phơi ai ăn nó vặt đôi cầm đây phơi ai dễ hiện là bạn nhưng ăn nó vặt đôi cầm đây nhầm dễ nhóm đi dễ hai cái trong ăn cay ai đọc ý chiến cắt dễ tê ô ôi không đang thì chụp rồi mày thôi ca cho chàng này đi nhóm các bạn prap ai đọc tự nhiên bánh khiêm chưa ta bà kê trong một plan dương thì prap phía sang chơi dương nữa đôi cùng rồi không được nó thì họ nhớ gì anh cứ như cà man gần dây tập hơi nhóm cho cha tập hơi ai mình nè đi promo là hai nhóm cho cha thì vui phơi ai mình nè nhóm đăng chất phơi ai ở hai tập phơi ai thà banh á thà mình banh á nhóm chưa chạy lên bình thường mà nó ai lục ô tờ su các bạn à phía xa nữa người ta tại chim phơi chọc banh mẹ nào banh gì đây hay ta chim phơi tham mình cho cha nó ta banh thì nó banh là hốt chưa ca to su đừng ca smoke smile nó bỏ con tao nên smoke cha nữa bắt là sao ấy đời ra dương trong ăn săn thì hiệp mà trong ăn săn thì hiệp dương tân là tao hiến ảnh leo băng ở dung chỉ vật hay mình hiến leo băng ở dung chỉ vật dương đồ săn thì hiệp chú bị chia ra ăn này trong ăn đánh luôn em xa tha lúc tao phải lên mình lúc tham mình ai tao đấy đánh luôn em xa tha bọn tao đã phải lên khi mà rúa đôi giờ rúa mà đừng mà hiền một tỷ ចាប់កំណើតក្នុងគ្រួសារកសិករនាស្រុកសង្កែទឹកដីខេត្តបាត់ដំបងមានឪពុកជាអតីតអ្នកតស៊ូក្នុងចលនាទាមទារឯករាជ្យពីបារាំងកាលពីអតីតកាលលោកឧត្តមសេនីយ៍ជឹមភើយក៏មានប្រវត្តិតស៊ូមិនចាញ់ឪពុករបស់ខ្លួននោះឡើយដោយបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានដើរតាមមាគ៌ាដឹកនាំរាជរដ្ឋាភិបាលដើម្បីនាំមកនូវសន្តិភាពជូនជាតិមាតុភូមិមកទល់នឹងបច្ចុប្បន្ន ក្នុងប្រវត្តិតស៊ូជាយោធានីតិហ៊ានជាន់ខ្ពស់ក្នុងកងយុទ្ធពលខេមរៈភូមិន្ទរូបនេះត្រូវគេស្គាល់ថាជាមនុស្សម្នាក់ធ្លាប់ប្រថុយជីវិតមិនរញរាតាមការដឹកនាំចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលសម្រាប់បេសកកម្មដ៏សែនលំបាកដើម្បីឈានទៅដល់ការបង្កើតឲ្យមានសមហរណកម្មសព្វសាជាតិនៅតំបន់បៃលិនអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 90 ក៏ជាផ្នែកមួយឈានទៅដល់ការធ្វើសមហរណកម្មសព្វសាជាតិ បិទបញ្ចប់សង្គ្រាមទូទាំងប្រទេសក្នុងកិច្ចសម្ភាសជាមួយនឹងមាតុភូមិខ្ញុំជំវិញជីវិតកាលពីកុមារភាពរហូតចូលតស៊ូជាច្រើនឆ្នាំក្នុងជួរកងទ័ពលោកជឹមភើយបានអះអាងថាទម្រាំមានថ្ងៃនេះលោកស្ទើរតែបាត់បង់ជីវិតជាច្រើនដងពិសេសសង្គ្រាមនៅតំបន់បៃលិនបានធ្វើឲ្យលោកធ្លាក់ខ្លួនពីការរហូតមកទល់នឹងពេលនេះខ្ញុំបានឈ្មោះជឹមភើយជា កូនកសិករម្នាក់នៅភូមិព្រៃតតឹងភូមិបាយដំណាំស្រុកសង្កែឪពុកខ្ញុំបាទឈ្មោះព្រំជឹមអតីតមេខ្មែរអ៊ីសារ៉ាហើយម្ដាយខ្ញុំឈ្មោះទួតហូយបានស្លាប់កសិករចំនួននោះគ្រាន់តែសម័យនឹងគ្រាន់តែថាមកទប់ទល់អ្នកធ្វើស្រែស៊ីនឹងស្រែលក់នឹងស្រែចាយនឹងស្រែចឹងមកតែជីវភាពហ្នឹងវាគ្រាន់តែថាកម្រិតទប់ទល់បាទ rất tốt toàn mà cho nên khi ông đâu tôi đứng có ban thơ cả sạch xa vì sala riêng prey xoay và riêng prey xoay cứ dừng miền trem cái đám kia ra bị thạ đập pi môn đập pi đập mùi riêng bạn sala prey xoay pi chỉ nắm với sala riêng tôi riêng đâu sala đang ngày xây hay sala riêng đang ngày xây đến nhâm xong cho việc chúng ta bị phun nhâm tao sala riêng đó miền khăn ta tì pet đang ở xây hay đừng tao sala đi mà bị phun nhâm ba tao đứng cứ đa tam phư xài mà đa tam phư xài hay chọc bài sạch bài mà cái chọc dân tao sập hâu rung support của xui tao liệt ta khao áo đây vậy không áo vịt khai từ tức liền vì mà cho nên nó vì sắp bài tam tầm nạ cả bạn ấy ta bột phụm bạn ấy chẳng bạn tay chùm ngân nó vì cái nó tha
គ្មានបងធំកាត់ចាក់ដល់អីដូចយើងសប្ងាយទេបាទអញ្ចឹងបានន័យថាចំពោះប្រជាពលរដ្ឋហ្នឹងគឺសាមគ្គីគ្នាបានល្អហើយតំបន់ស្រុកខ្ញុំភូមិខ្ញុំហ្នឹងគឺធ្វើតែស្រែបងអត់មានដីចម្ការទេព្រោះមានតែដីស្រែហើយបន្តមកខ្ញុំបានរៀនចប់ថ្នាក់ទី7នៅសាលារាំងកសីហ្នឹងបានមករៀននៅបាត់ដំបងបាទប្រឡងចប់ថ្នាក់ទី7មករៀនថ្នាក់ទី6បានកន្លះឆ្នាំថ្ងៃ18មីនាឆ្នាំ1970ក្រោយមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុចេញពីអំណាចភាពវឹកវរបានផ្ទុះឡើងទូទាំងប្រទេសនាំឲ្យភាពសុខដុមរមនារបស់ពលរដ្ឋខ្មែរប្រែក្លាយជាងងឹតសូន្យសងក្នុងនោះលោកជឹមភើយដែលឈានដល់វ័យជំទង់ទៅហើយនោះក៏សម្រេចចិត្តចូលតស៊ូប្រឆាំងរដ្ឋប្រហារទម្លាក់សម្ដេចឪដូចគ្នារដ្ឋប្រហារឆ្នាំ75 475សម្ដេចលោកបានប្រកាសថាឲ្យប្រជាជនយើងទាំងអស់ចូលព្រៃម៉ាគីដើម្បីធ្វើការតស៊ូខ្ញុំក៏ឈប់រៀនមកឪពុកខ្ញុំថាហើយកុំចង់ទៅដេកព្រៃកុំនេះលើកនេះមិនមែនគុំនេះដូចមុនទេគុំនេះលើកនេះគេដកតាំងពីស្លាបព្រាតាំងពីកន្លងប្រហុកខ្ញុំអត់ជឿខ្ញុំទៅជួបលោកគ្រូខ្ញុំនាយកសាលាខ្ញុំក៏លោកគ្រូថាច់ច័ន្ទគាត់ថាគុំនេះលើកនេះណាឯងមិនស្រួលទេណាឯងជមើលដល់បើសិនជាខ្មែរក្រហមឈ្នះគេនឹងប្រមូលផ្ដុំធ្វើជាសហករណ៍ស៊ីបាយរួមធ្វើការរួមគ្មានអ្នកមានគ្មានអ្នកក្រនឹកឃើញតែជឿលោកគ្រូបន្តិចមិនជឿបន្តិចក្នុងវ័យ18ឆ្នាំបាទអញ្ចឹងតសាអង្កលមួយចំនួនហ្នឹងខ្មែរក្រហមគេដើរធ្វើអុកភ្យុកដើរប្រជុំយុវជនស្រីប្រុសហ្នឹងគឺតាមភូមិហើយមានតំបន់ព្រៃណាមួយគេធ្វើកន្លែងសម្រាប់ប្រជុំហើយតាមប្រជុំដូចគេមានចម្រៀងនងនៅជាក្អែកណាកាលមកចំនួនហ្នឹងយើងចង់ឲ្យប្រកួតណាមកវិញហើយកាលហ្នឹងរបបលន់នល់វាធ្វើការគៀបសង្កត់ខ្លាំងអញ្ចឹងសម័យលន់នល់ទាហានចូលភូមិណាអស់មិនភូមិហ្នឹងហើយយើងប្រុសយើងដើរជួយស្រាយចាប់ធ្វើទរណកម្មបាទគាត់ដល់ពុកខ្ញុំសម័យលន់នល់គេជាប់គុក3ដងចាប់ដាក់មកសុំបាត់ដំបងដាក់ទៅអ៊ីម៉ូងកាលម៉ូងហ្នឹងសាក់បីសិញមកគាត់សាក់បីសិញនៅម៉ូងចាប់ទៅដឹងថាយើងចូលដៃខ្វែងហោមក្រោយប្រឡូកក្នុងជួរកងទ័ពមិនបានប៉ុន្មានដោយឃើញថាស្ថានភាពមិនស្រួលនាំឲ្យយុវជនជឹមភើយសម្រេចរត់ត្រឡប់មកផ្ទះជំពកចំម៉ែវិញដោយក្នុងកិច្ចសម្ភាសលោកបានបញ្យល់ថាហើយកាលហ្នឹងនៅក្មេងឃើញកំភ្លើងវាឆ្លាញ់ទៅធ្វើគេបាន5-6ខែដែរដល់គេវាយកកន្លោខ្លាំងមកតនៅប្រហែលរត់មកផ្ទះជារូបបាក់នឹងអេសង់អង្គហ្មងបាក់នឹងកប៉ាល់ហោះវាតម្លាក់ខ្លាំងពេកមានយូរកន្លោនៅអត់បានរត់ចូលមកផ្ទះវិញដើម្បីឲ្យផុតការគៀបសង្កត់របស់សម័យលន់នល់រត់ទៅបួសបាទសឹកវាបួសមកបានដល់ប្រហែលជិត1ឆ្នាំបានខ្មែរក្រហមឈ្នះក្រោយរបបសាធារណរដ្ឋខ្មែរត្រូវដួលរលំរបបថ្មីមួយទៀតដែលដឹកនាំឲ្យពួកខ្មែរក្រហមគឺបានបង្កើតឡើងដោយគ្រប់គ្នាស្គាល់ថាកម្ពុជាប្រជាធិបតេយ្យក៏ជារបបដឹកនាំដ៏ឃោរឃៅយងខ្នងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជារបបវាលពិឃាតសម្រាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង2លាននាក់ក្នុងនាមជាយុវជនធ្លាប់ឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យលោកជឹមភើយរៀបរាប់ថាលោកក៏ស្ទើរតែបាត់បង់ជីវិតដោយសាររបបនេះដូចគ្នាខ្មែរក្រហមវាយបាភ្នំពេញយើងនៅបាត់ដំបងហ្នឹងគឺវេទនាណាកម្លាំងគេបញ្ជូនមកដល់ពួកអ្នកដីអញ្ចឹងអ្នកណាដែលជាប់នឹងអ្នកការទាហានគេឲ្យទៅទទួលសម្ដេចតាបាយចោលអស់ទៅហើយណាសាច់សគេថាយើងអ្នកធ្វើការថានិស្សិតដូចខ្ញុំជាប់គុក2ដងជាប់លើកទី1គេថាយើងនិស្សិត CR និស្សិតបង CR មកហើយយើងមិនដឹងថា CR នោះល្មិចផងនៅក្មេងគេដាក់គុកចឹងទៅនៅគុកនពណន្ទហើយដល់ថ្ងៃមួយ
គេយកទៅវាយចោលគេយកទៅវាយចោលឲ្យខ្ញុំជីងដៅខ្លួនឯងឡើងប្រាសាទបណ្ណន់ហ្នឹងទៅដល់ដើមពោធិធំហ្នឹងមានកូនស្វៀនឈើមួយហួសកូនស្វៀនឈើមួយប្រហែលជា10ម៉ែត្រមានដើមសង្កែមួយប៉ុណ្ណេះដល់គេឲ្យខ្ញុំជីងដៅទៅជីងដៅរួចហ្នឹងគេឲ្យលុតជង្គង់មកដៅគេវាយហើយបានឈ្មោះតថាមួយគាត់រត់មកគាត់ស្អែកតែកុំវាយវាឲ្យទុកឲ្យគ្រាសេះយើងអត់មានសង្ឃឹមទេអង្គុយអត់ដង្ហើមពេញប្រេកចាំស្ដាប់តភុងមួយទេបូកចប់បានគេមិនតាន់បាយគេស្រែកមកបានដោះលេងពេលគ្រាសេះហ្នឹងប្រុសហ្នឹង4-5នាក់ទាំងអស់10នាក់ងាប់អស់8ហើយនៅសល់តែ2ខ្ញុំមួយនឹងអាចទៅពេកនៅជាមួយអាហ្នឹងវាអ្នកធ្វើចំផៅហើយរួចទៅគ្រាសេះហ្នឹង4-5ខែគេបញ្ជូនទៅកង្ហតលើកទំនប់កង្ហតខ្ញុំទទួលវេនគេពីម៉ោង6ល្ងាចដល់ម៉ោង6ភ្លឺបាត់ទំនប់ទៅដល់នឹងបាន2ខែគេចាប់អថាទៀតថាខ្ញុំខ្សែព្រីងវាញឯណាលាក់កំភ្លើងលាក់ព្រេងឯណាភ្នំទឹកដេងកាលឡើងព្រីងវាញហ្នឹងគាត់គណៈភូភ័ក្រទី1គាត់បានប្រជុំយុទ្ធជនអីស្រីទាំងអស់របៀបថាបើយើងសប្ងៃយើងដឹងគេប្រជុំយើងដឹងហើយទិសស្រីបើយើងនៅក្មេងៗគេចង់តឡើងគេពាក់ខោអាវអីចឹងណាមូសបាយរីករាយគេហៅថាកងពិសេសតែពិសេសក្នុងកងចល័តណែចេះតែហើយដល់ចាប់ព្រីងបាញទៅរឿងមកវាបែកបាក់គ្នាបន្តមកកគុកកកែមកបានគេចាប់ខ្ញុំយកទៅដាក់ទួលប្រទេសភាសាទៀតគេចោទយើងថាដឺបេយួនចោទថាដឺបេយួនគេដាក់ខ្នោះហ្នឹងហើយព្រឹកអញ្ចឹងមានពួកអ្នកដីមួយស្វាទោសសុំបងនារីអត់តូចតិចដែរមាននារីមួយកំបាប់ពួកអ្នកដីឈ្មោះវាមីកំប៉ុមឈ្មោះអញ្ចឹងឯងបាទដល់ពេលគេជួមើលអ្នកតុងតដល់គេជួយច្រកគៀវខ្ញុំពីលើអញ្ចឹងថ្ងៃអញនោះជ្រាក្បាលហើយបាទខ្ញុំមិនធ្វើបានហើយបាន3-4ថ្ងៃទៅឃុំខាងសហគមន៍ខាងយើងនៅកលឹកដប់ហ្នឹងគេទៅធានាមករួយខ្លួនពីគុកប៉ិនគេឲ្យដេកយាមជាមួយស្រីហ្នឹងដល់យប់ឡើងខ្ញុំចងដៃចងជើងឯងទាំងអស់នារី3នាក់ហ្នឹងស្ពាយកំភ្លើងរត់មកកលឹកដប់កាត់មកអូនលក់ទៅមកដល់កលឹកដប់អាកម្លាំងប្រពើគេតាមមកបាញ់គ្នាភាសាដល់តែពេលហ្នឹងប្រជាជនចាប់ផ្ដើមរត់ពីតាមវាលរត់មកបាត់ដំបងយូរចូលដល់បាត់ដំបងហើយបើនិយាយពីខ្វែក្រហមចាប់ខ្ញុំមកនិយាយពីបាញ់វារត់ភ្លេចបាទវារត់ភ្លេចសម័យហ្នឹងក្នុងរបបកម្ពុជាប្រជាធិបតេយ្យឧត្តមសេនីយ៍ជាន់ខ្ពស់កងយុទ្ធពលខេមរៈភូមិន្ទរូបនេះរៀបរាប់ថាគឺជាជីវិតដ៏សែនលំបាកការជិះជាន់គៀបសង្កត់ប្រើសម្ដីមើងងាយនិងទរណកម្មផ្សេងគឺជាការចងចាំមិនអាចបំភ្លេចបានដែលលំបាកជាងគេគឺទី1គឺពលកម្មរែកដីធ្វើទំនប់ហើយទី2ពាក្យសម្ដីដែលយើងត្រូវលំបាកណាស់ហ្នឹងបាយគឺសួរបបសួរស៊ីឆ្អែតឆ្អែតឆ្ងាញ់ទេឆ្ងាញ់ហើយភាសានិយាយហ្នឹងគឺសឹងថាគួររហូតហើយវាមានសកម្មជនគេប្រែកពេញនឹងគេស្រាប់ដល់តាមយើងខ្លឹមមើលយើងហើយតាគេឲ្យទៅជួបបងហ្នឹងងាប់ក្រោយវិសនឹងត្រូវខ្មែរក្រហមសម្លាប់ដល់ទៅ2លើកលោកជឹមភើយក៏សម្រេចចិត្តរត់ដើម្បីអាចរស់រានបន្តទៀតក៏ជាពេលលោកមានឱកាសចូលបម្រើក្នុងជួរកងទ័ពជាតិពិតប្រាកដមួយដែលមានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាជាក្បាលម៉ាស៊ីនដឹកនាំរំដោះពលរដ្ឋខ្មែររាប់លាននាក់ចេញពីគុកឥតចិញ្ចាំងចូលបាត់ដំបងយើងចង់79ហ្នឹងហើយ7មករាហ្នឹងហើយបាទក៏បានធ្វើពជារះអញ្ចឹងពជារះជំនាន់ហ្នឹងគេរុញឲ្យមកដល់ភូមិព្រៃទៅភូមិកំណើតខ្ញុំទៅស្រែធ្វើចំការណាបាទដល់ហើយខ្ញុំ
គេឲ្យធ្វើជាសេនាជនភូមិបាយតម្រាំក្រោយពីនឹងឡើងយើងឃើញថាការប្រែប្រួលទី1រុញប្រជាជនឲ្យចេញពីទីប្រជុំជនដើម្បីធ្វើស្រែធ្វើសង្ការហើយទី2ខ្មែរក្រហមក៏មកប្លន់អីចូលភូមិប្លន់កយួរតំយមមិនយួរសលុយខោអាវហាលក៏វាយួរដែរដល់ពេលធ្វើសមារណកម្មបានខ្ញុំសួរអាទិសំឡូតចុះបែបពួកឯងចូលវាយបាត់តាំងពីខោស្នាប់បាត់តាំងពីអោតណាប់ឲ្យគេចុះនោះមានអីលាបងមកយួរប៉ាអីយួរនឹងđâuបើទោះជាមានថ្ងៃ7មករាក៏ពិតមែនពលរដ្ឋខ្មែរទទួលបានសេរីភាពនិងជីវិតថ្មីក្តីប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅតែត្រូវអូសបន្លាយជាច្រើនឆ្នាំពិសេសខ្មែរក្រហមដែលសេសសល់ពួនសម្ងំក្នុងព្រៃតែងធ្វើសកម្មភាពផ្សេងទៀតប្រឆាំងកងកម្លាំងរដ្ឋាភិបាលដោយក្នុងនោះលោកជឹមភើយរៀបរាប់ជីវិតជាកងទ័ពយ៉ាងដូចនេះថាចំនួននឹងបានន័យថារណសេរីរំដោះជាតិរបស់យើងក្រិនតែបានឈ្នះប៉ុនយកបេះដូងអត់បាននាមឈ្នះមែនបាននៅទឹះបាត់ដំបងនេះខ្មែរក្រហមទៅពេញមិនមែនមកនៅជាមួយយើងបានន័យថាវាចូលរត់យប់បន្តិចចូលស្រុកកណ្ដាលបន្តិចចូលស្រុកសង្កែបន្តិចចូលស្រុកថ្មគោលខែស្រុកបាត់ដំបងបន្តិចមកដុតអាកន្លែងសាលាលោកប្រឡាត់ជីវភាពបើនិយាយពីលបាក្រាន់បានត្រឹមមករស់ពេលជ្រត់កាត់រួចស្រោងកគឺដឹកមកនេះអស់ហើយដឹកចូលមកតាមដាក់បាយតារាមខ្លះដាក់ឈើទាលអស់ហើយដាក់នៅព្រៃទឹកឯងម៉ែក្រហមយកអស់ជារួមអ្វីក៏យើងធ្វើឯកជនដែរបានមកយើងចង់លក់ដូរលក់អីមិនអានឹងជាសិទ្ធិរបស់យើងឯងបាទជាសិទ្ធិរបស់យើងហើយដល់ឆ្នាំខ្ញុំជួយជើងនៅតំបន់នោះ4ឆ្នាំ84បានស្រុកគេតម្លើងកាត់ពីសេនាជនឃុំឲ្យចូលទាហានអានោះកាត់តមេណាចូលទាហានហ្នឹងបានពាក់ដោយ2ជាន់ហ្នឹងអាហ្នឹងគេរៀបមកគេបញ្ជូនមកខាងស្រុកកាលហ្នឹង86គេរៀបស្រុកបណ្ណឡើងវិញហើយក៏បើកយុទ្ធនាការរហូតជាមួយតាប់ខេត្តហ្នឹងជារួមក្នុងមួយខែ30ថ្ងៃគឺដើរព្រៃរហូតវាយរហូតក្នុងជីវិតជាកងទ័ពយកព្រៃធ្វើជាផ្ទះយកស្មៅធ្វើជាខ្នើយផ្ញើជីវិតលើចុងកាំភ្លើងពិតជាសន្និបាតវេទនីដោយឧត្តមសេនីយ៍ជឹមភើយអះអាងថាលោកមិនធ្លាប់នឹកស្រមៃថាខ្លួនអាចរស់រានមានជីវិតមកទល់នឹងពេលនេះម្ដងណាឡើយការខ្ញុំនៅសេនាជនឃុំវាមានពាក់ព័ន្ធទៅជាមួយកំភ្លើងដៃវាមិនតាន់មានមីនទេឆ្នាំហ្នឹងបាទពេលនោះអញ្ចឹងមីនវាចាប់មានពីឆ្នាំ86 87អញ្ចឹងប្រភេទដែលខ្មែរក្រហមដាក់គឺទី1ការកាត់ផ្លូវគឺមានមីនថ្វាយជើង3ប្រភេទ69មានជាន់និងអាមានប៉ារ៉ូ3ប្រភេទមានដែលខ្មែរក្រហមដាក់អញ្ចឹងក្នុងការវាយក្នុងការចល័តតមកគឺលំបាកណាស់បាទគឺលំបាកណាស់ហើយសេនាជនខ្ញុំបានរៀប25នាក់ដល់ពេលខ្ញុំយកទៅស្រុកខ្ញុំយកពូនឹងតដែរកាត់ចូលទៅហេតុដូចគ្នាអញ្ចឹងក្នុងការប្រយុទ្ធហ្នឹងយើងឃើញថាលំបាកណាស់លំបាកទី1គឺបញ្ហាស្បៀងពេលនោះប្រជាជនបានតែត្រឹមបបរឈ្មោលកងស្នែងជូនយកទៅឲ្យបាទកងដឹងជូនណាយកទៅឲ្យមិនតាន់មានបាយស៊ីទេកាលនឹងមានត្រឹមបបរឈ្មោលមួយថ្ងៃ2ដងដើម្បីការពារកវត្តឲ្យប្រជាជនធ្វើស្រែធ្វើប្រមូលផលអញ្ចឹងកម្លាំងតបហ្នឹងវាគិតទៅតបខេត្តតបអីផងមានប្រហែល100អញ្ចឹងយើងការពារបានន័យថាពីមុខប្រជាជនក្នុងដី10គីឡូទៅ5-10គីឡូដើម្បីឲ្យប្រជាជនគាត់ប្រមូលផលឲ្យបានលឿនហើយជីវិតខ្ញុំវាត្រូវងាប់តាំងពីជំនាន់84 85មកបើមិនតាន់ត្រូវងាប់តមកគេដកខ្ញុំទៅកាន់ជំនួយការវឹកជំនួយការសេនាជនស្រុកបណ្ណន់អស់ពីទៅជំនួយការស្រុកបណ្ណន់ទៅ
គេឲ្យការពារពលកក5អញ្ចឹងដាក់កាប់ព្រៃតាមខ្នល់ដល់ប៉ាងអលឹមពេលដែលឡប់មកវិញគណៈបកបានឲ្យខ្ញុំទៅជួយជើងនៅព្រំដែននៅផលីបាឡាណាដើម្បីសហការជាមួយកងពលធំលេខ6 196ក្រោយផ្លាស់តួនាទីទៅឈរជើងតាមបណ្ដោយព្រំដែនកម្ពុជាថៃភាពទទួលខុសត្រូវរបស់ឧត្តមសេនីយ៍រូបនេះកាន់តែធ្ងន់ព្រោះថាអំឡុងមុនសមាហរណកម្មតាមបណ្ដោយព្រំដែនកម្ពុជាថៃភាគច្រើនគឺពេញទៅដោយគ្រោះថ្នាក់និងពលិកម្មក្នុងប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលនិងឧទាមខ្មែរក្រហមខ្ញុំគេឲ្យក្តាប់ទឹកស្វ័យទឹកដែលបញ្ជូនមកពីពេញហើយទឹកស្វ័យគ្នាកូនសាកាន់តែឃើញព្រៃយប់តឡើយរួចចឹងមកវឹកនឹងគឺស្បុកស្វាញណាស់ទាំងឈឺទាំងខ្មែរក្រហមបាញ់តែមកក្រាប់ខ្មែរក្រហមប្រឡងទៅភ្លឺបានទៅមួយឆ្នាំបានរដ្ឋាភិបាលដកវិញដល់ពេលដកមកវិញឲ្យខ្ញុំមកធ្វើរោងកងអនុសនាធំលេខ132ជួយជើងនៅព្រំសំពៅបាទជើងនៅព្រំសំពៅហើយដល់ហើយបានដកទីតាំងពីព្រំសំពៅក្តោងនោះមកជួយជើងនៅបឹងត្រាវព្រមមូលហេតុដែលដកមកនឹងគឺបើនិយាយពីបឹងត្រាវខាងជើងបឹងត្រាវទៅយើងឃើញសាលាសនៈមួយកណ្ដាលផ្លូវខ្មែរក្រហមគឺឆ្លងទាំងយប់ឆ្លងទាំងថ្ងៃគ្មានខ្លាយណាទេព្រោះមិនប្រអាប់ទេទាហានមួយចំនួននោះគាត់បានវាយតែម្ដងឈប់ហើយគាត់រៀងហើយលាក់កំភ្លើងហើយឋានៈស្រុកអានឹងបានរៀបចំបន្ថែមកម្លាំងឲ្យពេញបង្គោលអញ្ចឹងឋានៈស្រុកគាត់សួរខ្ញុំថាតើយើងរៀបរបៀបណាដើម្បីឲ្យទាហានយើងវាយខ្វាំងបាទខ្ញុំលើកថាមានវិធីមួយវិធីទី1គឺយួនឯងនៅស្រុកនៅភូមិនឹងមកធ្វើទាហានគួរនៅនឹងអញ្ចឹងវាវាយហើយវាអត់រត់ចោលទេប្រពន្ធកូនម៉ែឪវានៅនឹងវាអត់រត់ចោលទេហើយទាហានវាយខ្លាំងទៀតហើយខ្ញុំសរសើរថាឃុំភ្នំសំពៅតាក្រៀមស្នឹងអាអ្នករត់ចូលខ្មែរក្រហមក៏វាយខ្លាំងអាអ្នកធ្វើទាហានជាមួយខ្ញុំក៏វាយខ្លាំងអញ្ចឹងខ្មែរក្រហមយុទ្ធសាស្ត្ររបស់ខ្មែរក្រហមគេទៅធ្វើយ៉ាងម៉េចកាន់កាប់ផ្លូវជាតិទី10ឲ្យបានដើម្បីឈានជើងវាយលុកទីក្រុងបាត់ដំបងអញ្ចឹងខ្សែត្រៀមមកគេច្រើនយកភូមិពាក់ស្បែកមួយភូមិពាក់ស្បែកហ្នឹងកង្កើតភូមិហ្នឹងគឺមានបន្លាយប៉ុលពួតមួយចម្ងាយប្រហែល10គីឡូគឺគេនៅនឹងហ្មងហើយបើនិយាយពីកំភ្លើងដីកា82រៀបដោយម្រាមដៃហ្នឹងរៀបដោយម្រាមដៃហ្នឹងជុំគ្នាថាកងពលហើយវៀតណាមគេវាយពីមុខចំខ្ញុំថាវាយម៉ានទេពីមុខចំហ៎រត់នឹង12ហើយនឹងដេការួចទេលោកឯងត្រូវវាយពីជើងមកវិញវាយពីឃុំតក្រៀមមកវិញបានហើយវាយបណ្ដោយបលាយគេអត់ជឿវាយអញ្ចឹងហើយខ្ញុំគេឲ្យកណ្ណការពេលស្លាប់អញ្ចឹងខ្ញុំកាត់ពីបឹង7ខ្ញុំវាយឡើងទៅចិត្តបឹងកសាលវិញអញ្ចឹងងាប់រកកងពលមួយឈ្មោះអ្នកវិទូអញ្ចឹងទាំងយួនទាំងខ្មែរហ្នឹងគឺបរាជ័យទាំងអស់អញ្ចឹងផ្លូវជាតិលេខ10ហ្នឹងខ្ញុំសូមជម្រាបជូនថាសូម្បីតែលោកសិនតុកក៏ស្លាប់ដែរលោកសិនតុកគាត់មកពីបាត់ដំបងវិញខ្ញុំលោកឈុំចិត្តកាត់វិជាឲ្យទៅវាយពាក់ស្បែកផ្លូវជាតិលេខ10យើងស្នឹងណាបាទហើយលោកសិនតុកមកពីផ្ទះវិញមកពីបាត់ដំបងគាត់ដើរទៅមើលផ្លូវផ្លូវខ្នល់ហ្នឹងតាមផ្លូវខ្នល់ហ្នឹងដល់ឃើញមានតើតឲ្យអានេះថាខ្ញុំឆ្កឹះអានេះថាខ្ញុំនឹងសម្លាប់សិនតុកហ្នឹងដល់សាច់ប្រហែលប្រហែល5គីឡូទេនឹងទៅដល់ណាដែរដើររួមឃើញសាច់ត្រេះម្ដុំដូចសាច់
នៅអំឡុងឆ្នាំ1989កងទ័ពស្ម័គ្រចិត្តវៀតណាមបានដកទាំងស្រុងចេញពីទឹកដីកម្ពុជាជាហេតុសង្គ្រាមស៊ីវិលជាមួយខ្មែរក្រហមគឺត្រូវធ្លាក់បន្ទុកលើកងទ័ពរដ្ឋាភិបាលទាំងអស់ដោយលោកជឹមភើយក៏ចូលរួមយ៉ាងសកម្មក្នុងសង្គ្រាមប្រឆាំងខ្មែរក្រហមខេត្តបានបញ្ជូនខ្ញុំ100នាក់ទៅវាយនៅសឹងសង្ហាអាងកន្សែងតាប់សៀមចិត្តដល់ស្វាយជែក100នាក់រយៈពេល1ខែខ្ញុំវាយឈ្នះអស់គ្រប់ទាំងភូមិវាយហើយឲ្យគេជួយជើងវាយហើយគេជួយជើងពេលខ្ញុំមកដល់បាត់ដំបងវិញទីរួមខេត្តបាត់ដំបងនៅភូមិតាក់ស៊ីខ្មែរក្រហមវាយបាក់វិញប៉ុន្តែនោះមានខ្មែរក្រហមមានបារាបើនិយាយពីតាមខ្ញុំឃើញជាក់ស្ដែងយើងឃើញថាអ្នកដែលស្លាប់អង្គភាពគេខ្ញុំអត់ដឹងទេតែអង្គភាពបរិយ7របស់ខ្ញុំមួយនោះគឺសល់តែ100ទេ250សល់តែ100នាក់ហើយបន្តមកសល់មករហូតមកដល់វាយទប់ទល់គ្នាអាចចំក្រោយបងអស់ទៀតហើយពីឆ្នាំ80 90នឹងឆ្នាំ90ខ្ញុំបានដកពុជនាងពីសាលាបវឿនមកធ្វើរោងស្នាដការខេត្តបាត់ដំបងហើយខ្ញុំប្រធាននៅអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1990ក្រោយប្រមុខរាជរដ្ឋាភិបាលចាប់ផ្ដើមដាក់ចេញនូវគោលនយោបាយឈ្នះដើម្បីឈានទៅដល់ការផ្សះផ្សាជាតិទូទាំងប្រទេសលោកជឹមភើយគឺទទួលបេសកកម្មពិសេសមួយធ្វើយ៉ាងណាប្រើគ្រប់វិធីសាស្ត្រដើម្បីតាក់ទាញមេដឹកនាំកងទ័ពខ្មែរក្រហមនៅតំបន់បៃលិនដែលជាសមរភូមិក្តៅងាកមកចូលរួមជាមួយនឹងរដ្ឋាភិបាលគណៈដំណើរនៃកិច្ចចរចាជាមួយនឹងខ្មែរក្រហមនៅពេលនោះឧត្តមសេនីយ៍រូបនេះគូសបញ្ជាក់ថាហើយបន្តមកបានឆ្នាំ1996ឃើញថាយើងមាននយោបាយមួយរបស់សម្ដេចតេជោឲ្យកម្លាំងទូទាំងប្រទេសផ្សព្វផ្សាយការឈប់បាញ់គ្នាអានឹងចំណុច1ចំណុច2មានចំណុច4ទៀតដើម្បីឲ្យភាគីម្ខាងគេយល់អញ្ចឹងខ្ញុំបានតាក់ទងតាមទេអូរាល់ថ្ងៃវងងាយមុនដំបូងនិយាយលេងអីចឹងធម្មតាទៅដើម្បីយើងស្ទាបតើអ្នកឯងចង់ឈប់បាញ់ឬអ្នកឯងចង់បាញ់ទៀតយើងស្ទាបមើលតែយើងស្ទាបមើលរយៈពេលប្រហែលជាជិត1អាទិត្យយើងណាត់ជួបគ្នាឈានជាងណាត់ជួបគ្នាយើងណាត់ជួបគ្នាមុនដំបូងយើងឲ្យថ្នាក់គោតែម្នាក់នេះទៅជួបបាន30-40នាក់យើងត្រៀមចម្ងាយ200ម៉ាត់ពីកន្លែងជួបគ្នាហើយអ្នកមកជួបគ្នាហ្នឹងគឺគ្មានកំភ្លើងទេមានតែដៃទទេទេ
តាមជុកគាត់សួរខ្ញុំថាចុះបើខ្ញុំឲ្យភើយឯងបើជួបខ្ញុំមិនប៉ៃលេតបានអត់ខ្ញុំថាបានភើយឯងខ្លាចអត់ថាអត់ខ្ញុំនឹកឃើញថាអ៊ីឈៀនមិនអាចធ្វើបាបឬសម្រាប់ខ្ញុំបានទេព្រោះរួមកងប្រធានកងពលតូចមួយប្រធានវរៈសេនាធំមួយខ្ញុំកសាងធ្វើជាកម្លាំងពិតរបស់ខ្ញុំកម្លាំងនេះហើយថ្ងៃក្រោយគឺប្រចាំជាមួយទៅឈៀនវិញបានន័យថាជួបជាមួយអាដាមអ៊ីឈៀនគ្រាន់តែបានឈប់បាញ់គ្នាទេឈប់បាញ់ហើយចេញចូលបានប៉ុន្តែរឿងនយោបាយកាលនឹងសម័យនយោបាយហ្នឹងគឺថាមានគណៈបកហ៊ុនសុពេចផងឲ្យផងគេពុំដណ្ដើមពីនេះខ្ញុំមកបញ្ហានយោបាយដណ្ដើមគ្នាចូលបកនេះបកនោះអានឹងយើងទុកឲ្យរដ្ឋអំណាចគេអ្នកធ្វើយើងធ្វើម៉េចជាមួយយើងនឹងខ្មែរក្រហមកុំឲ្យមានការបាញ់គ្នាអ្នកឯងអ្នកប៉ៃលិនចង់លេខបាត់បងយើងទទួលយើងទៅប៉ៃលិនវិញគេទទួលព្រោះអាកិច្ចការនយោបាយហ្នឹងទុកឲ្យខាងរដ្ឋអំណាចអ្នកធ្វើក្រុមការងារបរដ្ឋាភិបាលអ្នកធ្វើក្រោយបង្កើតបានបរិយាកាសស្និទ្ធស្នាលរវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពខ្មែរក្រហមមួយនេះជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរក៏ត្រូវបានធ្វើឡើងក្នុងគោលដៅរួមមួយដើម្បីបិទបញ្ចប់សង្គ្រាមនិងការប្រឈមមុខដាក់គ្នានៅតំបន់ប៉ៃលិនក្នុងនោះឧត្តមសេនីយ៍ជឹមភើយដែលប្រតិបត្តិផ្ទាល់ក្នុងបេសកកម្មនេះបញ្ជាក់បន្ថែមថាហើយយើងពេលហ្នឹងយើងពិនិត្យចរិតចឹងបានន័យថាចរិតគាត់ទូទាត់មកលើយើងហើយគាត់មានជំនឿជឿជាក់លើយើងហើយគាត់បង្ហាញពាក្យថាធ្វើឲ្យហ៊ានទេហ៊ាននាំអញទៅជួបសម្ដេចអត់តែខ្ញុំមានអីខ្លាចផងមានអីខ្លាចទៅជួបសម្ដេចព្រោះសម្ដេចលោកកំពុងតែដើរនយោបាយពង្រួមផ្សារជាតិតែចេញពីយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះនិងអនុសាសន៍របស់ប្រមុខដឹកនាំជាហេតុដំណើរនៃការចរចាសន្តិភាពតំបន់ប៉ៃលិនកាន់តែលេចចេញជារូបរាងបន្តិចម្ដងជារួមខ្ញុំចរចា2លើកទី1ក៏ត្រូវគ្នាហើយប៉ុន្តែសម្ដេចនិយាយមកបាត់ដំបងសម្ដេចឲ្យខ្ញុំវេតម្លៃលោកមានប្រសាសន៍ថាដាក់លោកឲ្យត្រីចូលដឹងឬមួយត្រីចូលហើយមកយើងវិញលោកចង់និយាយថាឲ្យយើងជប់សួងគេកំតិចយើងអញ្ចឹងទេហ៎ដល់អត់ទេទឹកចិត្តនឹងមិនមែនទេអញ្ចឹងឯកភាពសម្ដេចថាឥឡូវឯងធ្វើកាយមួយមករឿបទៅដល់មករឿបគាត់ស៊ូរៀបរាប់អញ្ចឹងមកខ្ញុំថាបងឯងធ្វើជាមួយឈានទៅហើយក្រុមខ្ញុំទៅ100នាក់ហ្នឹងខ្ញុំទៅអត់មានកំភ្លើងទេខ្ញុំទៅរបៀបណាំតាហ៊ានខ្ញុំដើរលេងប៉ៃលិនអញ្ចឹងប៉ុន្តែជាសំខាន់គឺក្រាក់បែកយើងប្រយ័ត្នដែរហើយពេលអ៊ីឈៀនគាត់ចរចាជាមួយបង្រឿបគាត់មិនមែនចរចានៅកន្លែងរោកុនមុនទេគាត់មានផ្ទះមួយអាគារមួយខាងជើងរោកុនចាស់ថ្ងៃគេកំពុងវាយធ្វើកតែលតែនឹងមួយគាត់ចរចាហ្នឹងដល់ពេលចរចាចប់គាត់2នាក់ហ្នឹងគាត់ដើរគីកគ្នាខ្ញុំវាយតម្លៃភ្លាមថារឿងនេះបានយើងហើយមិនតែប៉ុណ្្នឹងឡើងទៅហើយមកបាត់ទៅបំពេញបាត់ទៅជានឹងរឿងពេលយើងធ្វើបានទទួលបានជ័យជំនះយើងគ្មានអីសប្បាយជាងឈប់បាញ់គ្នាទេព្រោះយើងវាយដល់នឹងយើងគេក៏គេអស់សង្ឃឹមយើងក៏យើងអស់សង្ឃឹមលើអីខ្លះចំណុចរបស់យើងខ្មែរក្រហមក៏អស់ក្របយើងក៏អស់ក្របយើងពីដើមធ្លាប់បើកម្នាក់អាងាមកកែដៃឥឡូវយើងបើកបាន20ក្រប30ក្របអស់ហើយដូចថាវាតឡើងរួចហើយខែហ្នឹងជាខែឈឺទៀតអាមុនភ្ជុំហ្នឹងព្រលឹមរាល់ថ្ងៃហ្នឹងអាជំងឺគ្រុនចាញ់ហ្នឹងចុះតំបន់ហ្នឹងអត់មាននេះទេរស់កន្លែងជួងអាចអត់បានមកសិតពេញតែប៉ែដល់មកដល់បច្ចុប្បន្នរស់កន្លែងនោមអត់បានទៀតសិតតែផ្ទះមើលថាតំបន់ប៉ៃលិនមិនរឿងធម្មតាក្រោយពីយើងចរចាប៉ៃលិនបានស្រួលហើយក្រុមការងារមួយចំនួនគេចុះទៅ
ខាងសពៅលូនទៅជួបបងសុខភាពចូលមកក្នុងមុនណាហ្នឹងក៏ដាំកម្លាំងក្រុមការងារចុះទៅជួបតានេះកននេះអីហ្នឹងក៏ជួបតរុំអីហ្នឹងក៏ហែគ្នាចុះឡើងហ្នឹងចឹងបានថាការចរចាយើងពិនិត្យមើលមុនដំបូងគឺលំបាកណាដល់ទៅពេលអស់ពីលំបាកដល់ទៅពេលស្រួលគឺស្រួលមែនទេបងដំណើរនៃការផ្សព្វផ្សាយជាតិពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺសុទ្ធផ្ដើមចេញពីគោលនយោបាយជាក់លាក់និងច្បាស់លាស់មនុស្សគ្រប់គ្នាស្គាល់ថាគោលនយោបាយឈ្នះឈ្នះដែលជាផ្លូវឈានបង្កើតបានសុខសន្តិភាពទូទាំងប្រទេសមកទល់នឹងពេលនេះឃើញតែយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំយើងល្អដែរតាំងពីមេភូមិភាគមេសុបមកបានឲ្យបញ្ចេញរបៀបមនោសិទ្ធិសញ្ចេតនាជាបងជាប្អូនជាខ្លាវជាមរៈនឹងយើងឃើញថាល្អចឹងហ្មងបានល្អកាលហ្នឹងបងអបៈអ្នកមកត្រួតពិនិត្យអតីតហេតុសមារាមកម្មទិសសំឡូតត្រួតពិនិត្យនៅតសាញ់បៃលិនត្រួតពិនិត្យនៅបៃលិនហើយសពៅលូនត្រួតពិនិត្យនៅសពៅលូនបីត្រួតពិនិត្យឲ្យដូរខោដូរអាវយ៉ាងណាទឹកដីកម្ពុជាដ៏កំសត់មួយនេះក្រោយមានសមាហរណកម្មហើយក្តីប៉ុន្តែបញ្ហាមីននៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលហើយទម្រាំកម្ពុជាអាចមានថ្ងៃនេះមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក្រោមការគ្រប់គ្រងពេញទំហឹងពីរាជរដ្ឋាភិបាលបានប្រឹងប្រែងជាច្រើនឆ្នាំដើម្បីដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជានាំឲ្យកម្ពុជាក្លាយជាទឹកដីពេញដោយសុវត្ថិភាពនៅពេលនេះអញ្ចឹងយើងឃើញតែក្រោយពីសមាហរណកម្មមករួចហើយប្រជាជនត្រេកអរសប្បាយរីករាយបានចេញចូលគ្នាឡើងវិញរកបងរកប្អូនតែចំណុចមរណៈមួយគឺចំណុចមីនអញ្ចឹងទាំងភាគីអតីតសមាហរណកម្មទាំងយើងគឺមានស្លាប់ដូចគ្នាទៅធ្វើចការទៅវាចាប់ដីចាប់ធ្លីធ្វើចការធ្វើអីហ្នឹងអញ្ចឹងផ្ទុះមីនមួយថ្ងៃហ្នឹងវាណាស់ដែរហ្នឹងហើយដោយអាកន្លែងទីតាំងของពលទេឈប់ដើរបានតែម្ដានជើងទេហើយបាទមកខ្លោងទ្វារហ្នឹងខាងនេះខ្លោងទ្វារបន្តិចហ្នឹងខ្ញុំឆ្កែបានរាប់រយគ្រាប់ទាំងមីនខ្មែរក្រហមទាំងមីនសូវៀតអាចារ្យបូកហ្នឹងមិនមែនសូវៀតដាក់ទេយើងអ្នកដាក់ទេដាក់ទុកគ្នាហើយអាតាមផ្លូវទៅសំឡូតហ្នឹងក៏មិនសោះបើគ្មានអ្នករាវពីមុខទេឡានស្បែកជើងមិនអាចទៅបានទេអាសម័យ10ខែហ្នឹងអញ្ចឹងខ្មែរក្រហមគេចេះឆ្នៃធ្វើអាការ៉េមកៃនឹងចិនហ្នឹងដាច់ជើងចិនហ្នឹងដាច់ជើងមកដាក់ថ្មពិលមកក្រោកយ៉ាងក្រោយពីការប្រជាជនទាំងអស់បានយល់ពីនយោបាយគោលនយោបាយរបស់សម្ដេចតេជោយើងមកយើងឃើញថាប្រជាជនត្រេកអរអបអរសាទរមានសិទ្ធិសេរីភាពស្មើគ្នាមានសិទ្ធិសេរីភាពស្មើគ្នាការនិយាយស្ដីការដោះដូរអ្វីជារួមថាដូចបានព្រះមកប្រោះអញ្ចឹងដូចបានព្រះមកប្រោះហើយដូចពីសម័យប៉ុលពតសម័យបាញ់គ្នាក៏ដូចគ្នាដែរម្នាក់លើកដៃលើសុំឲ្យទេវតាជួយដល់មកបានគណៈបាក់ទេវតានឹងឯងអ្នកជួយមែនយើងឃើញថាបាត់ល្អហើយសូម្បីតែប្រជាជនខាងសមាហរណកម្មគេសរសើរពេញវត្តហើយយើងពិនិត្យពីគោលនយោបាយរបស់សម្ដេចតេជោលោកគោលនយោបាយលោកថាត្រូវតែធ្វើឲ្យប្រជាជនរស់ហើយនឹងមានសិទ្ធិសេរីភាពឲ្យបានទោះបីជាចំណាយស្អីក៏លោកត្រូវចំណាយក្រោយសមាហរណកម្មផ្សះផ្សាជាតិនិងការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅទូទាំងប្រទេសនាំឲ្យកម្ពុជានៅពេលនេះពេញទៅដោយការអភិវឌ្ឍដែលទាំងនេះសុទ្ធតែជាសមិទ្ធផលរបស់ចាស់ជំនាន់មុនប្រឹងប្រែងបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយនាំឲ្យនាយទាហានជើងចាស់រូបនេះនៅតែទទូចឲ្យក្មេងជំនាន់ក្រោយចូលរួមថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះឲ្យគង់វង្សហើយដូចសម្ដេចតេជោលោកមានប្រសាសន៍ហើយលោកមិនមែននេះណាលោកធ្វើធានដូចយើងដែររហូតដល់លោកពិការភ្នែកអញ្ចឹងការតស៊ូនឹងការស្មុគស្មាញរបស់កងទ័ពមានស្មុគច្រើនណាស់ប៉ុន្តែដោយសារអីដោយសារយើងចង់បានសន្តិភាពបើចង់បានសន្តិភាពយើងត្រូវហ៊ានអានលះបង់អាយុជីវិត
ហើយមិនហ៊ានលះបង់អាយុជីវិតយើងរស់សន្តិភាពជួយប្រជារាស្ត្របានចាំបានសម្ដេចលោកមានប្រសាសន៍ថាលោកទៅបៃលិនហ្នឹងមីងលោកថាមិនឲ្យទៅទេសម្ដេចលោកមានប្រសាសន៍ថាបើទៅដល់បៃលិនខ្ញុំរស់ដូចជារស់មនុស្សមកជីវិតទេបាទហើយលោកទេមកយប់ប្រាប់ខ្ញុំអើយមើលមែនទេវើយខ្ញុំទៅហ៊ានខ្ញុំរុញទៅនោះអស់ហើយចឹងជាការពេលមីយើងជារួមយើងពីដើមយើងអត់ជឿថាប្រទេសយើងមានសន្តិភាពទេដល់ទៅពេលសន្តិភាពយើងឃើញថាទាំងយើងជារួមទាំងអស់គ្នាមកប្រជាជនខ្មែរមានសិទ្ធិសេរីភាពរៀងខ្លួនតាមស្របតាមច្បាប់មិនមានសិទ្ធិសេរីភាពអត់ច្បាប់ទេមានសិទ្ធិសេរីភាពស្របច្បាប់ឲ្យយើងអានោះចំណុចមួយចំណុចពីរយើងឃើញថាប្រជាជនគាត់មានសិទ្ធិធ្វើការរស់ស៊ីដោះដូរទំនិញគ្នាអីតាមលទ្ធភាពតាមចំណេញមកគាត់បានល្អប៉ុន្តែគ្រាន់តែថានៅស្គីបល្មមបន្តិចបន្តួចទេប៉ុន្តែរឿងស្គីបល្មមហ្នឹងក៏ថ្នាក់លើរាជរដ្ឋាភិបាលក៏លោកខំបោះដែរដោយបច្ចុប្បន្ននេះចេះបោះហើយចេះបោះហើយដាបដាអញ្ចឹងការកែតម្រង់អីនេះមិនមែនជារឿងស្រួលទេរឿងលំបាកណាស់ហើយដូចខ្ញុំវិញចាក់ខ្លួនហើយវាក្នុងសមរភូមិបៃលិនបាក់ដៃទាំងពីរអានឹងតែខ្លាំងមើលគ្រូខ្មែរបាន9 10ថ្ងៃទៅច្បាំងទៀតរហូតដល់ជ្រះប្រទេសសន្តិភាពបានដោយសារកងទ័ពតែកងទ័ពមិនសន្តិភាពហើយប្រជាជនគ្មានសន្តិភាពទេមិនដឹងថាអង្គណៃណាមហូបស៊ីណៃណាស្អីណៃណាទេយើងនិយាយខ្លីយ៉ាងចោះប៉ុន្តែរាជរដ្ឋាភិបាលយើងសម័យលោកកំពុងតែរៀបចំឃើញថាកងទ័ពបានល្អលេខ1ក្នុងជីវិតខ្ញុំក្នុងជីវិតខ្ញុំឃើញថារដ្ឋាភិបាលធ្វើទីតាំងឲ្យកងទ័ពពង្រឹងកងទ័ពនឹងវាល្អហួសហេតុដែរយ៉ាងចុងក្រោយនេះខ្ញុំសូមផ្ដាំផ្ញើទៅដល់ក្មេងៗសារក្រោយលុបបំបត្តិឲ្យអស់បងទូចបងធំឆ្នាំញៀនគេលុបបំបត្តិឲ្យអស់អូនត្រូវខំរៀនជាប់ហើយអូនចង់ធ្វើធំប្រឡងចូលធ្វើកងទ័ពប្រឡងចូលកងទ័ពគឺត្រូវមានចរិតក្លាហានស្ដាប់មេស្ដាប់បទបញ្ជាស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលអូនគង់តែបានធំទេហើយបើអូនមិនព្រមលះបង់អំពើពុកលួយវាអាបាសែទេអូនចូលតែព្រៃសរហ្នឹងឯងវាខ្លីអញ្ចឹងចោះចឹងបានអ្នកខ្លះគេបន្ទោសថាមកពីម៉ែអូអត់ជួយមែនទេម៉ែអូជួយវាកូនឡូវវាកាប់ម៉ែកាប់អូទៀតណាបងមិនធម្មតាទេចឹងមានវិធីសាស្ត្រមួយគឺធ្វើយ៉ាងណាចេះអប់រំខ្លួនយើងពិសេសយើងនៅរៀនត្រូវស្ដាប់លោកគ្រូស្ដាប់លោកគ្រូហើយយើងត្រូវស្ដាប់នយោបាយបច្ចុប្បន្នប្រទេសយើងតើប្រទេសយើងយ៉ាងម៉េចយើងកែសម្រួលកសាងខ្លួនឲ្យខ្លាយទៅជាទំពាំងស្នងអាស័យ